ខ្ញុំមានឈ្មោះថាសងចិញ្ហើខ្ញុំរស់នៅប្រកបអាជីពការត្រួតពិនិត្យពាក្យកុហកនេះគឺជាអតិថិជនទី166របស់ខ្ញុំហើយជាមួយនឹងមិត្តប្រុសរបស់គាត់ហានីហេតុអីបានជាមនុស្សអូននិយាយថាអូនមានក្មួយស្រីម្នាក់ទៀតអញ្ចឹងលោកគឺដោយសារតែអ្នកមីងតូចខ្ញុំមានលុយតែព្រមនៅជាមួយនឹងគាត់មែនឬអត់ពេលដំបូងនោះខ្ញុំពិតជាពេញចិត្តជាមួយនឹងលុយរបស់ហានីខ្ញុំពិតមែនប៉ុន្តែក្រោយមកខ្ញុំពិតជារង្គើចិត្តពិតមែនមិនគួរជាមែននេះគឺជាសម្ដីពេញបងសម្លាញ់អូននឹងថោនមិនរើមនុស្សខុសទេអ្នកស្រីការងារខ្ញុំធ្វើចាប់ហើយខ្ញុំតែសន្ហែងសិលឺចាំមកផ្លែនខ្ញុំណែនាំឲ្យឯងបន្ទិញនេះគឺជាគូដណ្ដឹងខ្ញុំនេះគឺជាអ្នកឌីហ្សាញសួនសៀសានថ្ងៃក្រោយអ្នកទាំងពីរនឹងមានតំណែងតំណងគ្នាច្រើនហើយជួបគ្នាលើកទី1សូមជួយណែនាំផងចុះចាំបន្ទិញហ៎ពលលើកទាំងពីរមិនជួបគ្នាលើកទី1តែមែនទេនាងនិយាយប្រេះប្រាសអីហ្នឹងពួកយើងគ្មានតំណែងតំណងអ្វីទេខ្ញុំមកទៅអ្នកទាំងពីរដូចជាមានតំណែងតំណងនឹងគ្នាបន្តិចឆាប់យកផ្ទះយកឡានយកការរបស់យើងចេញមកអស់មកចាញ់ទៅយើងឲ្យនាងពូកែមកច្រើនឯងខ្ញុំមិនបានស្លាប់ទេគេមិនតែទៀតទៅស្លាប់ហើយរស់ឡើងវិញជាមួយនឹងមនុស្សប្រុសប្លែកមកនេះខ្ញុំឆ្លងចូលសិភៅហើយអ្នកផ្សេងឆ្លងចូលសិភៅសុទ្ធតែមានការចងចាំចេះនៅមានម្រាមដៃមានតែអាចបញ្ជាបានតាមចិនហើយឯងបានជាខ្ញុំឆ្លងចូលសិភៅទៅទេអញ្ចឹងថ្ងៃនេះជាថ្ងៃច័ន្ទពួកយើងទៅចោលតាស្វលតើតាឡងជាអ្នកនេះនាងមិនស្គាល់ខ្ញុំទេគូឲ្យស្លាញ់ខ្ញុំគឺមិនចាំព័ត៌មានអំពីតួដាំតតែសោះហើយបើសិនជាបែកធ្លាយគេមិនអាចបញ្ជូនខ្ញុំទៅកាន់មន្ទីរបេសក៍សាយប្រាសាទតែមែនទេមិនស្គាល់គឺត្រូវហើយព្រោះខ្ញុំជាដៃគូមនោសញ្ចេតនាស្នេហាមកយប់នឹងនាងអញ្ចឹងន័យរបស់លោកគឺខ្ញុំមិនស្គាល់លោកក៏មិនស្គាល់ខ្ញុំដែរយប់មិញគឺជាលើកទី1ដែលពួកយើងជួបគ្នាមែនទេអញ្ចឹងលោកនឹងចេះរៀបការជាមួយនឹងខ្ញុំទៀតខ្ញុំថ្មីនេះកំពុងពិភាក្សារឿងប្រមូលទិញឆ្លងប្រទេសហើយម្យ៉ាងទៀតគឺយកចិត្តទុកដាក់លើភាពនឹងណោនៃគ្រួសារខ្លាំងណាស់អញ្ចឹងហើយខ្ញុំត្រូវការភរិយាម្នាក់ចំណែកខ្ញុំឥឡូវនេះវិញគឺត្រូវមានសមាជិកភាពដែលមានអ្នកដឹងមួយនៅក្នុងពិភពលោកមួយនេះបើសិនជានាងមិនយល់ព្រមទេអញ្ចឹងគឺខ្ញុំយល់ព្រមលោកប្តីខ្ញុំយល់ព្រម
មិនដឹងថាម្រាមដៃមាសដែលពិនិត្យពីកុហកនៅបានឆ្លងចូលមកជាមួយខ្ញុំដែរឬអត់មុនពេលដែលស្គាល់ពិភពលោកនេះច្បាស់ខ្ញុំត្រូវតែចាប់មនុស្សប្រុសម្នាក់នេះឲ្យជាប់ឯតាស៊ីវិលនៅក្នុងពិភពលោកមួយនេះគឺដូចគ្នាបេបិទជាមួយនឹងពិភពលោកពិតអញ្ចឹងនេះយោឈីគេប្រជុំថ្ងៃនេះគឺបានសងជីងហើនេះជាមួយនឹងយោឈីមិនមែនចូលទៅក្នុងឡានទៅមិនបានជាអ្នកស្គាល់ឈ្មោះខ្ញុំចឹងនៅក្នុងធនាគាររបស់ពួកយើងអ្នកគ្រប់គ្រងផ្នែកខ្ពស់ដូចជាពួកយើងបែបនេះរៀបការហៅគឺសត្វរាយការណ៍មានអារម្មណ៍ថាតំណែងតំណងអ្នកទាំងពីរមិនធម្មតានោះទេសម្ភារៈរបស់នាងអាចរើសមកបានហើយមានអ្វីត្រូវការបន្ថែមតើអាចប្រើប្រាស់កាតមួយនេះបានដែរទេអរគុណថកែលោកប្តីមិនបាច់គួរសមទេគឺពិតដូចជាគេនិយាយអញ្ចឹងមនុស្សប្រុសផ្នែកហិរញ្ញវត្ថុគឺសាវ៉ាខ្លាំងនេះមានលុយទិលេហើយមិនត្រឡប់មកផ្ទះវិញទេនេះគឺពិតជាភាពល្អឥតខ្ចោះក្នុងចំណាំភាពល្អឥតខ្ចោះមែនឯងគឺជាមនុស្សម្នាក់ដែលរៀបការជាមួយកូនយើងមែនទេសងចេញហើសាច់រឿងដែលមានម្ដាយក្មេងចិត្តអាក្រក់នៅក្នុងសិភៅប្រឡំលោកនោះបានចេញមកហើយឆាប់ឡើងបោះលុយមកលើមុខខ្ញុំមកឆាប់សញ្ញាទៅទោះបីជាអាចបើកឲ្យឈិញជាចោលតាស៊ីវិលជាមួយនាងបានក៏មិនអាចចែកលុយជាមួយគេបានដែរអាណាសែងអាណាកាត់ធនាគារអាណាលុយគ្រួសារអភិជនអ្វីទេគ្រួសារកំដេះទៅវិញទេខ្ញុំមិនសញ្ញាទេឯងជាឬអន់ថាយើងឲ្យឈិញជាលេងដែរជាមួយនឹងឯងគេស្ដាប់សម្ដីយើងជាងគេហើយសំណាងហើយដែលម្រាមដៃមានត្រួតពិនិត្យពីកុហកនៅដដែលគាត់កំពុងតែនិយាយកុហកអញ្ចឹងអ្នកឲ្យគាត់លេងលះជាមួយនឹងខ្ញុំទេព្រោះការិយាល័យតាស៊ីវ៉ានេះមិនទាន់ឈប់ធ្វើការទេពិភពលោកនៅក្នុងសិភៅគឺពិតដូចជាការពិនរកលុយនេះគឺជាអ្វីដែលសំខាន់ជាងគេមានហើយអញ្ចឹងធ្វើចាំមិនទើបឯងព្រមសញ្ញាទៅអីចាអ្នកម្ដាយក្មេកដល់អស់អញ្ចឹងអ្នកគឺគួរតែពងវក់ខ្ញុំបន្តិចហើយគឺដូចជាការរកលុយជាមួយនឹងការរៀបការក្នុងគ្រួសារអភិជនលឿនជាងគេយ៉ាងនេះគឺថ្លៃបែកគ្នាជាស្អីទៅឯងឆាប់និយាយមកគឺដូចជាបន្ថែមលក្ខខណ្ឌមួយទៀតនៅក្នុងកិច្ចព្រមព្រៀងបើសិនជាមានមួយខាងក្បន់អញ្ចឹងមួយខាងទៀតគឺត្រូវតែសងឲ្យគេដំលៀនគ្មានបញ្ហាទេនិយាយតិចពេកហើយបន្ថែមទីនេះចុះអរគុណម៉ាក់ក្មេងម៉ាក់ក្មេងទៅតាមសម្រុះចាំពេលដែលខ្ញុំជាមួយឈីយេមានពេលចាំទៅលេងជាមួយនឹងអ្នកម៉ែងតួដើមគឺបានជួបជាមួយនឹងឈីយេនៅក្នុងម៉ែងអញ្ចឹងគេប្រកាសជាបរិសុទ្ធអ្នកលេងម្នាក់ហើយឈីជាងលោកកុំឲ្យខ្ញុំអស់សង្ឃឹមអីសោះនេះហើយចា
នេះគឺជាតុកថ្មម៉ាំអីចេះសាឡុងកំងជាពិសេសមកពីប្រទេសអ៊ីតាលីនេះគឺជាកំរាព្រំដែលធ្វើដោយផ្ទាល់នៅប្រទេសបារាំងអើយឈីជាងលោកកុំល្អចំពោះខ្លួនឯងពេកអីឲ្យខ្ញុំឆែកមកបន្ទិញថាមនុស្សដែលមានឈ្មោះនឹងខ្លួនប្រាណដូចជាខ្ញុំមួយនេះគឺជាតួអង្គអ្វីទេយ៉ាងហើយក៏ជាកូនស្រីគ្រួសារអ្នកមានដែរក៏អាចឲ្យខ្ញុំជាកូនស្រីកំព្រារស់នៅជីវិតបានល្អដែរក្រុមហ៊ុនសង្គ្រោះគ្មានប្រាក់គ្រប់គ្រាន់ក្នុងការសំអំណុលប្រកាសខ្សែធនលោកប្រុសអ្នកស្រីតកូលសង្ឃទាំងពីរបានសម្លាប់ខ្លួនស្អីគេនេះឆ្លងភពចូលមកគ្មានការចងចាំរបស់តួដើមក៏ហើយទៅចេះនៅខ្លះជាកូនស្រីអ្នកមានដែលខ្សែធនម្នាក់ទៀតហើយចាមិនបានជាអញ្ចឹងមិនបានជាខ្សែធនអញ្ចឹងខ្សែធនអ្វីទៅមិនបានជាលោកត្រឡប់មកវិញហើយខ្ញុំគ្មានកម្រងរស់នៅផ្សេងជាមួយនឹងភរិយាដែលរៀបការរួចទេរឿងរបស់គ្រួសារនាងបើសិនជាត្រូវការនោះខ្ញុំអាចជួយបានខ្ញុំតាំងពីដើមគ្មានតំណែងតំណងជាមួយនឹងគ្រួសារសងនោះទេមិនអាចប្រើប្រាស់មនោសញ្ចេតនាជាប្រេះផ្ដាស់នោះទេមិនអាចទេរំខានពេកហើយអញ្ចឹងខ្ញុំទៅងូតទឹកហើយល្អតើខ្ញុំត្រូវគេមិនទៅមួយណាដែរមុខងារសេរីវិជារបស់ខ្ញុំធម្មតាមិនមានកម្រងចែកបន្ទប់ជាមួយនឹងភរិយាដែលទើបរៀបការថ្មីទេប៉ុន្តែខ្ញុំមានគឺខ្ញុំមានកម្រងចូលលុយបានច្រើនបន្តិចហើយគឺតែហើយទៅចិត្តចោះខ្ញុំគ្មានកម្រងបង្ខំនាងទេខ្ញុំស្វាងភ្នែកហើយតែដឹងមិនបានជាមានអារម្មណ៍ថាគាត់ដូចជាអន់ចិត្តអញ្ចឹងស្ដាយក្រោយហ៎អ្នកនាងឈីខ្ញុំដោយសារតែជើងខាវែងពេងមិនប្រយ័ត្នក៏ចំពប់ជើងដួលពិតមែនហ៎អញ្ចឹងរេត្រេតសួស្ដីអ្នកនាងឈីរាត្រីសួស្ដីរូបរាងសង្ហាយ៉ាងនេះបើសិនជាបន្តទៀតពិតជាលោកមែនតើហើយលុយ10លាននោះនឹងត្រូវបាត់បង់ជាមិនខានខ្ញុំត្រូវតែបញ្ចេញសកម្មភាពមុនតាក់ទាញឲ្យឈីជាក្បាន់លោកថាកែលោកប្តីអរុនសួស្ដីអរុនសួស្ដីគាត់ជាលោកមកតែមើលមានចេះចរិយាសួស្ដីលោកថាកែខ្ញុំណែនាំមកលោកបន្ទែងសាប្អូនវ័យក្មេងបងស្រីមានអំណាចនារីតុនភ្លិននារីសិចស៊ីគង់តែមានមួយប្រភេទដែលអាចឲ្យលោកទប់អារម្មណ៍មិនបាននោះទេកន្លែងខ្ញុំមិនមែនកន្លែងក្លាប់ទេអ្នកនាងឈីមានន័យយ៉ាងម៉េចហ្នឹងខ្ញុំមិនមែនត្រូវរកមកដោះទេមែនទេនៅមែនទៀនផ្ទះធំយ៉ាងនេះលោកឲ្យខ្ញុំបោះជូតតាមម្នាក់ឯងមែនទេខ្ញុំរៀបការជាមួយនឹងលោកមិនមែនមករងទុកនោះទេនាងរងទុក
ខ្ញុំមើលតែនាងរស់បានល្អណាស់អីនេះលោកកុំប្រឆាំងអីគង់តែមានមួយប្រភេទដែលធ្វើឲ្យលោករង្គើចិត្តបានខ្ញុំគឺអ្នកស្រឡាញ់ស្អាតមិនត្រូវការមនុស្សស្រីដែលប្រេះផ្ដាស់បែបនេះទេតាមពិតតែជាយើងចូលចិត្តបែបនេះតែមែនទេពិតជាវិកលច្រកមែននាងកសាយភ្នែកអ្វីទៀតហើយខ្ញុំយល់ហើយនាងយល់ហើយនាងយល់ពីអ្វីទៅខ្ញុំទឹកនាងនៅទីនេះចានាងក៏តែដឹងថាដោយសារតែអ្វីហើយមែនទេអ្នកនាងទុកចិត្តចាខ្ញុំក៏មិនមានកំណត់អ្វីផ្សេងទេខ្ញុំគ្រាន់តែចង់ធ្វើការបានល្អតែប៉ុណ្ណោះខ្ញុំមិនចង់ឡើងក្រេតទេខ្ញុំស្បាត់ចំពោះមេងពិតជាពូកែបោកប្រាស់ពិតមែនបើបានឡើងលើក្រេតគឺពិតជាល្អណាស់ឡើងមែនឡើងឲ្យច្រើនបន្តិចទេធ្វើឲ្យបានល្អទេមានតួដាប់ដែលល្ងងបែបនេះផ្ទះមួយនេះមុននឹងក្រោយគង់តែជារបស់យើងទេគ្រួសារសង្ស័យធនដោយសារតែរងតាលេងល្បិចដាក់រងតាត្រូវមុនពេលដែលគ្រួសារសង្ស័យធននោះកំពុងធ្វើស៊ីហិរញ្ញវត្ថុហើយរងតាជាភ្នាក់ងារប៉ុន្តែរយៈពេលមួយយប់មនុស្សទាំងអស់បានចេញការវាយលំបាយនោះក៏ធ្លាក់ចោលដែរខ្ញុំដឹងហើយលោកថ្មីនេះគ្មានកម្រងកណាត់មួយដែលត្រូវប្រកួតជាមួយនឹងរងតាទេមែនទេលោកក៏ប្រយ័ត្នដែរទៅអ្វីដែររបស់គេក៏ហ្វក់ខ្លាំងណាស់ឡអ្នកប្រុសខ្ញុំយកទៅដល់គាត់មកអ្នកប្រុសម្លេះមកយករបស់ដែលខ្ញុំបានរើសយ៉ាងយកចិត្តទុកដាក់ VIP 888របស់ Grand Lee ប៉ៅម៉ាកៅបរិយាកាសបានបង្កើតរួចហើយត្រៀមខ្លួនទទួលលុយ10លានរបស់ខ្ញុំហើយអ្នកដែលលួចថតនៅមាត់ទ្វារនោះខ្ញុំនិយាយពីនាងនឹងហើយម្លេះមកដូចជាមិនសូវល្អទេដូចជារំខានខ្លាំងនេះមិនរំខានទេជាមួយគ្នាទៅចេញទៅមិននេះមិនមែនឲ្យខ្ញុំចូលមកទេមែនទេពេលនេះមិនឲ្យខ្ញុំចេញទៅហៅឈ្គត់មែនតើទេអ្នកនាងឈីនៅទីនេះហើយលោកកុំខំបែបនេះអីបើសិនជាលោកមិនចូលចិត្តស្រាមបាពណ៌ខ្មៅខ្ញុំអាចគេដកយកពណ៌សាវិញស្រាមសនក៏បានដែរនាងទុកខ្ញុំជាមនុស្សបែបណាខ្ញុំទុកលោកគឺជាទេវតាទ្រាំចាំមិនឃើញចឹងធ្វើអីគិតថាអ្នកបំរើស្រីមានតម្លៃទៀនអៀនឡើងខ្លាចជាកំហឹងដែរខ្ញុំក៏មិនស្មានដល់ថាគេថ្លាំធំជាងនេះដែរ
នាងមិនមែនសុខខ្ញុំថាចូលចិត្តអ្វីទេមែនទេខ្ញុំស្រឡាញ់នាងខ្ញុំស្រឡាញ់នាងមិនបានជាការប្រមាននេះពេលកុហកខ្ញុំមិនបានបន្លឺឡើងអញ្ចឹងឡងនិយាយម្ដងទៀតតែមើលខ្ញុំស្រឡាញ់នាងមានរឿងអីកើតឡើងនេះម្រាមដៃមានពីនៅពេលកុហកនៅបាត់តែនេះគឺជាការឆ្លងចូលសិភៅកម្រិតនរកអ្វីនេះបោកនាងទេសំទោសខ្ញុំមិនគួរនិយាយពាក្យបែបនេះជាមួយនាងទេខ្ញុំក៏មិនទុកជាការប៉ັດដែរស្អែកមិននឹងស្រីម្នាក់នៅចេញទៅខ្ញុំមើលទៅនាងទំនេរពេកហើយនឹងមានទៀតរឿងនោះកុំមើលច្រើនពេកបើមិនមែនដោយសារតែលុយ10លានអ្នកណាចូលចិត្តមកទេនឹងមានទៀតរឿងគ្រួសារសងនឹងគិតយ៉ាងម៉េចនាងមិនចង់ដឹងរឿងពិតទេខ្ញុំគ្រាន់តែដាក់ឆ្លងភពចូលមកម្នាក់តែប៉ុណ្ណឹងអ្នកដាក់ខ្សែធំមិនជាប៉ាម៉ាក់ខ្ញុំផងខ្ញុំជាកុមារកំព្រាម្នាក់ប៉ាម៉ាក់ប្រកាសស្លាប់យូរមកហើយសងជិនហើខ្ញុំថ្ងៃស្អែកទៅធ្វើការជាមួយលោកចាអញ្ចឹងខ្ញុំមិនទំនេរទៀតទេហេតុអីទៅគឺព្រោះតែគ្រួសារខ្ញុំខ្សែធំនោះឯងខ្ញុំក៏អត់ការងារធ្វើទៀតដែរអ្នកមានទៀនគឺមានតែតាមលោកស្អិតតែប៉ុណ្ណោះទេទើបអាចចាប់បានផតតាដែលលោកលួចក្បាញ់អ្វីដែលសំខាន់នោះគឺមកពីខ្ញុំចាំនៅជាមួយនឹងលោករហូតនោះឯងឈប់កវីទៅនាងមកទីនេះធ្វើអីនាងមានភាពជាស្ត្រីជាមួយនឹងខ្ញុំតើនាងមិនអាចស្រឡាញ់ឈីជាតែមែនទេខ្ញុំគឺអញ្ចឹងនាងគឺចូលចិត្តធ្វើជាជនទី3ខ្ញុំនាងអីខ្ញុំប្រាប់នាងទៅចាស់នៅរបស់ខ្ញុំនោះគឺនាងមិនចាំបាច់ប្រញាប់ទេគេរៀបការជាមួយនឹងខ្ញុំគឺដើម្បីតែឲ្យចាំឲ្យឆាប់ចាប់រឿងតែប៉ុណ្ណោះទេដល់ពេលនោះខ្ញុំនឹងទុកកន្លែងឲ្យនាងខ្ញុំស្រឡាញ់នាងមិនបានជាការប្រមាននេះពេលកុហកខ្ញុំមិនបានបន្លឺឡើងចឹងឡងនិយាយម្ដងទៀតតើមើលខ្ញុំស្រឡាញ់នាងមានរឿងអ្វីនេះម្រាមដៃមានពីនិតពេលកុហកនៅបាត់តែតើនេះគឺជាការឆ្លងចូលសិភៅក្នុងកម្រិតនរកអ្វីនេះហើយបោកនាងទេសំទោសខ្ញុំមិនគួរនិយាយពាក្យបែបនេះជាមួយនាងទេខ្ញុំក៏មិនបានទុកជាការប៉ັດអីដែរថ្ងៃស្អែកម្ដេចស្រីម្នាក់នោះចេញទៅមើលតែនាងទំនេរពេកហើយនឹងមានទៀតរឿងនោះកុំមើលច្រើនពេកបើមិនមែនដោយសារតែលុយ10លាននោះទេអ្នកណាចូលចិត្តមកទេនឹងមានទៀតរឿងរបស់គ្រួសារសងនឹងគិតយ៉ាងម៉េចនាងមិនចង់ដឹងការពិតទេខ្ញុំគ្រាន់តែអ្នកឆ្លងភពចូលមកម្នាក់តែប៉ុណ្ណឹងអ្នកដាក់ខ្សែធំនោះមិនមែនជាប៉ាម៉ាក់ខ្ញុំពិតទេខ្ញុំជាក្មេងកំព្រាម្នាក់ប៉ាម៉ាក់ពិតប្រាកដស្លាប់យូរមកហើយសងជីហើខ្ញុំថ្ងៃស្អែកទៅធ្វើការជាមួយលោកចាអញ្ចឹងខ្ញុំមិនទំនេរទៀតទេហេតុអីទៅក៏ព្រោះតែគ្រួសារខ្ញុំខ្សែធំនោះឯងខ្ញុំក៏គ្មានអ្វីធ្វើដែរអ្នកមានទៀនមានតែតាមលោកស្អិតនោះទេទើបអាចចាប់បានផតតាដែលលោកក្បាញ់អ្វីដែលសំខាន់គឺខ្ញុំចង់រស់នៅជាមួយនឹងលោករហ័នឈប់កវីទៅនាងមកទីនេះធ្វើអីនាងមានភាពជាស្ត្រីជាមួយនឹងខ្ញុំ
តានាងមិនអាចស្រឡាញ់ឈីជាតែមែនទេខ្ញុំគឺអញ្ចឹងនាងគឺចូលចិត្តធ្វើជាជនទី3ខ្ញុំនាងអីខ្ញុំប្រាប់នាងទៅចាស់នៅរបស់ខ្ញុំនោះគឺនាងមិនចាំបាច់ប្រញាប់ទេគេរៀបការជាមួយនឹងខ្ញុំគឺដើម្បីតែឲ្យចាំឲ្យឆាប់ចាប់រឿងតែប៉ុណ្ណោះទេដល់ពេលនោះខ្ញុំនឹងទុកកន្លែងឲ្យនាងបើសិនជាលោកចាប់បានទៅហើយអញ្ចឹងខ្ញុំមានតែធ្វើមុននោះទេខ្ញុំមានចិត្តល្អដាស់តឿនពីការគ្រោះថ្នាក់នៃការធ្វើការលោកបើជាស្រេចដាក់ខ្ញុំលោកស្រេចដាក់ខ្ញុំធ្វើអីទៅខ្ញុំមិនមែនខ្ញុំយល់ហើយខ្ញុំគ្រាន់តែជាឧបករណ៍ដែលលោកប្រើប្រាស់ដើម្បីបង្កើតរូបរាងសុភមង្គលគ្រួសារតែប៉ុណ្ណោះទេខ្ញុំគ្មានទេខ្ញុំយល់ហើយអពាហ៍ពិពាហ៍ដែលបង្កើតឡើងនៅក្នុងមនោសញ្ចេតនាតែមួយយំគឺដូចជាខ្សែរស័ព្ទអញ្ចឹងមិនចាំបាច់មានខ្យល់បក់នោះទេដល់តែពេលជំហានក៏រិះស័ព្ទបាត់ទៅហើយខ្ញុំមិនមែនជាភរិយារបស់លោកខ្ញុំគឺជាកូនអុករបស់លោកខ្ញុំទៅផងគឺជាបញ្ហារបស់ខ្ញុំត្រូវហើយមនុស្សវ័យក្មេងពេលដែលជួបនឹងបញ្ហាគឺមិនចាំបាច់សង្ស័យនោះទេគឺត្រូវតែពិចារណាខ្លួនឯងគឺត្រូវតែមានសមត្ថភាពពិចារណាតាមប្រព័ន្ធនៅមានទៀនពេលនេះបរិយាកាសក៏មិនសូវល្អដែរចំពោះភរិយាគឺមិនងាយរកនោះទេលោកមិនធ្វើគឺមានមនុស្សដែលធ្វើដូចជាមានកន្លែងណាដែលមិនប្រក្រតីទេមិនសាត្រូវនោះគឺត្រូវហើយរឿងអ្វីក៏ដោយក៏ត្រូវទៅរកមូលហេតុលើខ្លួនឯងដែរគឺភាពជឿជាក់ដែលផ្ដល់ឲ្យភរិយានោះមិនគ្រប់គ្រាន់ដែរទេសេចក្តីស្រឡាញ់ដែលផ្ដល់ទៅឲ្យភរិយាគឺមិនទាន់គ្រប់គ្រាន់ដែរទេលុយដែលឲ្យទៅភរិយាមិនគ្រប់គ្រាន់ដែរទេអញ្ចឹងក្តីស្រឡាញ់របស់នាងចំពោះខ្ញុំតើគ្រប់ដែរទេក្តីស្រឡាញ់របស់ខ្ញុំចំពោះនាងគ្រប់គ្រាន់ខ្លាំងណាស់សុខចិត្តជឿថានៅលើពិភពលោកនេះមានខ្មោចក៏មិនជឿលើមាត់របស់មនុស្សប្រុសនៅផ្នែកហិរញ្ញវត្ថុដែរលុយចូលក្នុងកាតធនាគារ10លានអញ្ចឹងលុយរបស់បរិបផ្នែកហិរញ្ញវត្ថុនោះគួរតែជឿជាក់ឲ្យមែនទេមិនមែននិយាយថាក្តីស្រឡាញ់នៅទីណាលុយនៅទីនោះទេមែនអីទេមនុស្សក្រដាស់នៅក្នុងសិភៅនេះមិនបានជាពូកែញ៉ាយ៉ាងនេះចេញលោកមានការរវល់ទៀតខ្ញុំតែស្នេហ៍ដឹងហើយទៅសើបបន្តិចទៀតទៅពេលលំហូរសាច់ប្រាក់របស់វិនវិនដែរចំណុចសំខាន់នៅក្រៅប្រទេសបាននយោឈីមិនបានជាបដោះលុតញាប់យ៉ាងនេះប្រកាសជាកម្លាំងរបស់ពួកមូលធននិយមហើយរាយ10,100,000សែនលាន10លានអីលុយដល់តែ10លានអីពិតជាស័ក្តិសមក្នុងពិភពប្រឡំលោកមែនអីថ្ងៃនេះគឺជាថ្ងៃល្អចាប់ហើយម្ដាយក្មេងអាក្រក់មកសួរហើយអាយ៉ាម្ដាយក្មេងដល់ល្អតាខ្យល់អ្វីបក់មកដល់ទីនេះទេឈីជាបាននឹងពីរឿងកិច្ចព្រមព្រៀងហើយបានមករករឿងយ៉ាងខ្លាំងឯងពេញចិត្តហើយមែនទេម៉ាក់ត្រូវតែជឿជាក់លើខ្ញុំកិច្ចព្រមព្រៀងនោះគឺមិនមែនខ្ញុំជាអ្នកធ្វើឲ្យបាយធ្លាយប៉ាត់មែនកូនប្រុសយើងគឺជាមនុស្សល្អយ៉ាងនេះបើមិនមែនដោយសាសនាដំណរបស់គេបាត់ការចងចាំមិននឹងអាចដល់វិញឯងទៅការប្រមានមិនបានបន្លឺឡើងគឺពិតជាមានស្នាដំបងប៉ាត់មែនបើសិនជាគេមានការចងចាំឡើងវិញភរិយាដែលមានតែឈ្មោះដូចជាខ្ញុំនឹងត្រូវបានបណ្ដឹងចេញពីផ្ទះហើយមិនមែនខ្ញុំត្រូវទៅរកលុយបន្ថែមទៀតមិនក៏មិនឆាប់និយាយមកអញ្ចឹងស្នាដំបងនេះគឺគង់តែមានពេលត្រូវមានការចងចាំឡើងវិញនោះទេដល់ពេលនោះខ្ញុំត្រូវត្រៀមចាំចាក់ចេញភ្លាមគឺគ្រាន់តែកិច្ចព្រមព្រៀងរបស់យើងទាំងពីរនាក់តើនៅរាប់ឬអត់
យើងមើលតែឯងគឺនៅនឹករលឹកលុយ10លាននោះទៀតប្រកាសចេញធ្វើរឿងអ្វីក៏ដោយក៏អាចជួបនឹងការក្បត់ប៉ុន្តែលុយគឺមិនអាចទេគេក៏មិនអាចដែរតែមិនអាចអីទេសរុបមកវិញមិនឲ្យឯងបំផ្លាញទំនាក់ទំនងម្ដាយកូនយើងទេអ្វីផ្សេងទៀតឯងមើលដល់ខ្លួនឯងចុះប្រកាសឲ្យខ្ញុំត្រូវតែរំលឹកពីមនោសញ្ចេតនារបស់ឈីជាជាមួយនឹងស្នាដៃរបស់គេឲ្យបានឆាំបញ្ញាប់យកលុយ10លាននឹងចាក់ចេញមិនដឹងថាសាច់រឿងដែលធ្វើជាម្ដាយក្មេងអាក្រក់តែពេលណាបញ្ចប់បាននោះទេលោកមានស្នាដៃបងទៅហើយមិនបានជាមករៀបការជាមួយខ្ញុំទៀតចេញលោកមានស្នាដៃបងទៅហើយមិនបានជារៀបការជាមួយខ្ញុំទៀតចេញខ្ញុំធ្លាប់និយាយហើយខ្ញុំត្រូវការភរិយាម្នាក់អញ្ចឹងលោកនិយាយពីស្នាដៃរបស់លោកប្រាប់ខ្ញុំហ្នឹងនាងមិនមែននៅចង់លេងលះជាមួយនឹងខ្ញុំទៀតទេមិននឹងអាចទៅរួចទេអ្នកដទៃតែងតែនិយាយថាស្រឡាញ់មនុស្សម្នាក់ទើបចង់ស្វែងយល់ពីអតីតកាលរបស់គេនិយាយបែបនេះនាងស្រឡាញ់ខ្ញុំហើយខ្ញុំមិនស្រឡាញ់មនុស្សម្នាក់ដែលនៅក្នុងចិត្តមានអ្នកផ្សេងនោះទេប៉ុន្តែក្នុងចិត្តរបស់ខ្ញុំគឺមានតែនាងទេការប្រមានគ្មានប្រសិទ្ធភាពជាលើកទី2នៅក្នុងពិភពប្រឡំឡងមិនបានជាម្រាមដៃមានគ្មានប្រសិទ្ធភាពចំពោះគេអញ្ចឹងខ្ញុំដឹងការសន្យាតែមាត់នោះវាពិបាកឲ្យនាងជឿជាក់ណានេះជាភាពស្មោះត្រង់របស់ខ្ញុំឈីជានឹងសងចេញហើយលែងលះគ្នាទ្រព្យសម្បត្តិទាំងអង្គគឺជាកម្មសិទ្ធិរបស់សងចេញហើយលោកនិយាយទេបើសិនជាលោកប្រកល់ទ្រព្យសម្បត្តិទាំងអស់នេះមកខ្ញុំស្នាដៃរបស់លោកធ្វើយ៉ាងម៉េចខ្ញុំលេថាគេដូចជាបាត់ការចង់ចេញដាំទ្រូងគេធម្មតាទេសំជីនហោខ្ញុំគ្រាន់តែសួរនោះទេខ្ញុំខ្លាចត្រូវគេប្រកួតឆ្នាំនោះឯងមិនអន់ទេនារីដែលមានដើមទ្រូងធំនៅក្បាលខ្លួនរបស់ឈីជាងតាមពិតគឺជាបែបនេះសោះស្នាដៃរបស់គេគឺជាវិញ្ញចេះខ្ញុំពិតជាឆ្លាតមែនអ្នកនេះឈីចាប់អារម្មណ៍ជាមួយនឹងអតីតកាលរបស់ខ្ញុំបែបនេះបើមិនចឹងទេណាក់គ្នាជាមួយខ្ញុំទៅល្អទេល្អការចងចាំដែលពួកយើងបាត់នោះអាចប្រើប្រាស់ការចងចាំថ្មីបំពេញបន្ថែមបានថាកែត្រូវការទិញផ្កាអ្វីឲ្យមិត្តស្រីដែរទេយកផ្កាលីលីកាឡាមកបាច់មកមិនបានជាលើកដឹងថាខ្ញុំចាំបានផ្កាលីលីកាឡាព្រោះខ្ញុំយល់ច្បាស់ពីចិត្តរបស់គេនេះផ្កាលីលីតើពិតមែនទេនេះគឺជាផ្កាលីលីកាឡានៃរបស់វាគឺភាពស្មោះត្រង់អញ្ចឹងបើសិនជាបងប្រើវាដើម្បីសុំអូនរៀបការនោះគឺវាល្អជាងផ្កាកុលាបមែនទេអ្នកណាចង់រៀបការជាមួយនឹងបងអូននិយាយថាយ៉ាងម៉េចអូននិយាយថាអ្នកណាចង់រៀបការជាមួយនឹងបងមិនរៀបការជាមួយនឹងបងរៀបការជាមួយនឹងណាហ៎រៀបការដែរទេនឹងរៀបការដែរទេហ៎រៀបការទេរៀបការទេរៀបការទេអូននិយាយហើយណា
លោកបោកគីថាកែផ្ការបស់លោកបើសិនជាចូលចិត្តពួកយើងទិញវាទៅគឺគ្រាន់តែគិតថាធ្វើជាត្រីមានសុភមង្គលខ្លាំងនេះធ្វើជាត្រីដែលមានសុភមង្គលព្រោះត្រីមិនចេះនិយាយហើយក៏មិនអាចស្ដាប់ឮពីកុហកដែរបើសិនជាមានមនុស្សនិយាយពាក្យកុហកក្នុងន័យល្អប្រាប់នាងនោះតើនាងអាចជាស្រ័យឲ្យដែរទេមិនអាចជាស្រ័យទេន័យល្អនោះគឺចំពោះអ្នកដែលនិយាយកុហកប៉ុន្តែធ្វើឲ្យបាត់បង់ការជឿជាក់វាគឺជាភាពអាក្រក់មួយតែលោកប្តីពួកយើងទិញត្រីមួយទេឡោធ្វើជាត្រីមានសុភមង្គលញ៉ាំត្រីរត់តែមានសុភមង្គលទៅទៀតនយោជិខ្ញុំបានហែកចូលកងធនាគាររបស់វិនពិនជេនៅក្រៅប្រទេសហើយមានការវេសាច់ប្រាក់យ៉ាងធំគឺមកពីរងតាទាំងអស់ហើយបានវេចូលក្នុងពេលក្រុមហ៊ុនសង្គ្រប់ខ្សែធនមើលទៅករណីរំលោភបតង់របស់ក្រុមហ៊ុនសង្គ្រប់នោះគឺមានតំណែងជាមួយនឹងគេហើយកេងសម្ងាត់ក្នុងពាណិជ្ជកម្មបន្តស៊ើបទៀតទៅឲ្យគេជាប់គុកឲ្យបានជាដាច់ខាតបើសិនជាបងដឹងការពិតជាយូរមកហើយអូនមិនអាចប្រែក្លាយទៅជាបែបនេះទេតើមែនដែរទេអីកំពុងរំដោះគ្រោះឲ្យត្រីមែនទេខ្ញុំមើលតនាងនេះគឺញ៉ាំឆ្អែតហើយតោះទៅមើលទូរទស្សន៍ទៅជាព័ត៌មានហិរញ្ញវត្ថុទៀតហើយមែនទេគឺរឿងកូរ៉េលោកប្តីមិនឆ្នៃហេតុអីបានជាសាច់រឿងមួយនេះស្តៀងគ្នាជាមួយនឹងការឆ្លងកាត់របស់ខ្ញុំម្ល៉េះកំពុងតែគិតស្អីហ្នឹងលោកជឿថានៅលើពិភពលោកមានសមត្ថភាពអាចត្រួតពិនិត្យពីកុហកបានទេនាងនិយាយថាសិភើឈិនហើយនឹងវិនចេមានបញ្ហានោះប្រើប្រាស់សមត្ថភាពត្រួតពិនិត្យកុហកគេចេញមកបើសិនជាខ្ញុំនិយាយថាមែនតើលោកជឿឬអត់ខ្ញុំមិនជឿលើម្រាមដៃមាសទេប៉ុន្តែខ្ញុំជឿលើនាងការប្រមានមិនបានបន្លឺទេគាត់ជឿជាក់លើខ្ញុំបើសិនជាវិនចេក្បត់ជាមួយនឹងលោកតើលោកពិបាកចិត្តឬអត់ខ្ញុំគ្មានអ្វីដែលគួរឲ្យពិបាកចិត្តទេគឺពិតជាស្នាដៃដំបងពិតមែនទោះបីជាក្បត់ហើយក៏មិនពិបាកចិត្តដែរមានពេលខ្លាំងគិតចង់មានម្រាមដៃមាសមួយដើម្បីមើលនៅក្នុងខួរក្បាលរបស់នាងមានអ្វីខ្លះព្រះជាម្ចាស់អើយខ្ញុំឆ្លងចូលមកសិភៅមួយនេះតែមានរឿងអ្វីទេផ្ដោតតម្រៃបន្តិចមែនសិភៅដែលខ្ញុំឆ្លងចូលមកគឺមានឈ្មោះថាបញ្ចប់មនោសញ្ចេតនាមួយចំណែកស្នាដៃដំបូងរបស់នាយកឈីត្រឡប់មកវិញមែនទេវិនចេមានការចោទចាំឡើងវិញហើយបងកុំចាក់ចេញពីអត់បានទេដឹងកន្លែងរបស់នាងឲ្យច្បាស់ទៅអត់ទេ
តាមធម្មតាបើសិនជាខ្ញុំជាតួរងដែលពើពលករណីស្រាគឺខ្សែធនករណីធ្ងន់គឺបាត់បង់ជីវិតចាំបើសិនជាខ្ញុំលែងលះជាមួយនឹងឈីជាងឲ្យគេចេញទៅដោយគ្មានទ្រព្យសម្បត្តិអញ្ចឹងខ្លះជារឿងដែលឆ្លងភំជាតួរងដែលពើពលនិយាយឈីនឹងស្ដាយក្រែងតែរស់ណាដំណរបស់លោកទេអត់ទេឥឡូវនេះបងទៅតែស្គាល់មុខមាត់ពិតរបស់វិនជេណាបងស្ដាយក្រោយហើយអូលោកគឺមិនមែនដឹកកំហុសនោះទេលោកគឺអស់លុយហើយអត់ទេរឿងអ្វីដែលសប្បាយចិត្តបែបនេះសុខមិនល្អត្រូវបានលោកបំផ្លាញអស់ហើយអ្នកណាធ្វើឲ្យគេខឹងទៀតហើយនាងថ្ងៃនេះត្រូវកំដរខ្ញុំទៅធ្វើការទៀតដែរទេប្រកាសហើយបើមិនអញ្ចឹងមិននឹងអាចចាប់លោកសហជាមួយនឹងវិនជេទេឲ្យលោកចេញទៅដោយគ្មានទ្រព្យសម្បត្តិតើទេខ្ញុំមានកិច្ចប្រជុំពេញមួយថ្ងៃនាងនៅទីនេះមើលកូនភៀកកុំរត់ព្រៃប្រាសណាមនុស្សប្រុសក្បាន់គឺដូចជាឆ្កែឈ្មោះសម្គាល់ទឹកដែរអញ្ចឹងទោះបីជាគ្មានបន្សល់ទុកស្លាស្នាមក៏នៅមានធំខ្លាំងដែរសូម្បីតែសក់មួយសរសៃក៏គ្មានដែរសូម្បីតែក្បាលមួយក៏គ្មានទៀតសូម្បីតែក្រដាសមួយសន្លឹកក៏គ្មានដែរសត្វកងានបន្សល់ទុកស្លាកស្នាមបើសិនជា offline គ្មានផតតាំងអញ្ចឹងគឺត្រកអនឡាញទេការណែនាំពីការសាកឡើងវិញផ្លូវចិនបន្ទាប់ពីការបាត់បង់ការចងចាំប្រកាសមែនគឺពិតជាមិនដាច់ចិត្តចំពោះវិនជេដែលជាស្នាដំបងបាត់បង់ការចងចាំម្នាក់នេះពិតមែនអើយល្អណាស់មកខាងសម្ដែងធ្វើជាស្វាមីភរិយាដែលមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយនឹងខ្ញុំមកខាងទៀតយកទ្រព្យសម្បត្តិរួមឲ្យទៅវិនជេទៅវិញប្រសាវ៉ៃចាំមើលខ្ញុំនឹងលែងលាក់ដែលគ្មានទ្រព្យសម្បត្តិខំតែស្មានថាការិយាល័យរបស់ឈីជាគ្មានមនុស្សអាចលួចតម្លៃរបស់ហិរញ្ញវត្ថុបាននិងខ្ញុំដឹងអស់ហើយនាងដឹងអស់ហើយគ្រាន់តែបាត់ការចងចាំតែប៉ុណ្ណោះការប្រមានមិនបានបន្លឺឡើងគេធ្វើឲ្យមិនគប្បីជាមួយខ្ញុំទេទោះបីជាពីមុនពួកយើងធ្លាប់ជាមិត្តល្អជាមួយនឹងគ្នាព្រះអើយខ្ញុំជាមួយនឹងស្នាដមរបស់ឈីយេគឺជាមិត្តសម្លាញ់នឹងគ្នាខួរក្បាលខ្ញុំលើសចំណោះហើយជិបសិនពួកយើងពីមុន
ស្គាល់គ្នាមែនទេខ្ញុំស្មានតែនៅឃើញឡើងវិញហើយតែអីខ្ញុំដឹងថានាងគឺជាស្នាដៃរបស់ឈីជាងឲ្យតែនាងជួយពួកយើងលេងគ្នាដល់រលូនខ្ញុំជាស្នាដៃបងឈីជាងចិញ្ចៀននោះរៀបចំឲ្យនាងរួចហើយថ្ងៃស្អែកគឺជាថ្ងៃចុះកិច្ចព្រមព្រៀងហិរញ្ញប្រធានសេរីស៊ីហើយបើសិនជាមិនអាចលួចតម្លៃប្រកាសរបស់ហិរញ្ញប្រធានបានគ្មានមធ្យោបាយក្នុងការផ្ដល់ដំណឹងទៅមុននោះខ្ញុំអាចឲ្យឈីជាមិនអាចទៅដល់កន្លែងសញ្ញាបានតាមពិនស្នាដៃរបស់ឈីជាងគឺមានអ្នកផ្សេងទូសុវត្ថិភាពមួយនេះមើលឃើញឬអន់នៅក្នុងនោះមិនមែនជាការសម្ងាត់របស់ក្រុមហ៊ុនទេគឺដាក់អំពីអតីតកាលរបស់ស្នាដៃរបស់ឈីជាងលេខសម្ងាត់គឺថ្ងៃកំណត់របស់នាងមិនបានជាថ្ងៃកំណត់ខ្ញុំចឹងត្រូវហើយហេតុអីបានជាថ្ងៃកំណត់របស់នាងចឹងឲ្យតែបើកទូសុវត្ថិភាពនេះទៅគឺអាចដឹងពីការពិតហើយប៉ុន្តែសំណងនៃការដឹងការពិតគឺនាងពេលនេះអាចទទួលរ៉ាប់រងបានឬអន់ទុកចិត្តចោះទោះបីជាមិនដឹងពីតម្លៃករណីក្រណាត់មីស្វ័យនោះក៏មិនអាចសម្រេចបានដែរដំណាក់ក្រៅរបស់ឈីជាងគឺនឹងចិត្តឆេះភ្លើងហើយវិនជាជាងមិនមែនជាស្នាដៃរបស់ឈីជាងគេពីមុនគឺជាមិត្តខ្ញុំលេខសម្ងាត់របស់ទូសុវត្ថិភាពគឺជាថ្ងៃកំណត់របស់ខ្ញុំសំណងនៃការដឹងពីការពិនខ្ញុំមិនអាចទទួលរងបានទេក្រុមហ៊ុនសង្គ្រោះដោយសារចាញ់ក្តីរឿងរំលោភសិទ្ធិបតង់សង្វាក់នៃមូលធនបានកាត់ផ្ដាច់ប្រកាសខ្សែធនជាផ្លូវការស្វាមីភរិយាដែលជាស្ថាបនិកធ្លាក់ពីលើអគារស្លាំខាងប៉ូលីសបានលុបបំបាត់ការសង្ស័យចំពោះករណីធ្វើឃាតកម្មអាឡូសៀវហឺយ៉ាងម៉េចហ្នឹងហេតុអីបានជាមិនលើកទូរស័ព្ទបងថាម៉េចកំពុងរវល់ពាក្យមួយនេះតាំងតែពីគ្រួសារអូនបានខ្សែធនរហូតមកដល់ពេលនេះអូនបានស្ដាប់ឮអស់ច្រើនដល់មកហើយឈីជាងបងពេលនេះបាក់អូនមិនត្រូវការបដិហេតុផលឲ្យបានសមស្របបន្តិចទេមែនទេអូនលែងមានគ្រួសារហើយអូនស្មានតែអូននៅមានបងទៀនមិនមែនដោយអ្វីដែលអូនគិតទេសៀវហឺសៀវហឺសៀវហឺនេះគឺជាអតីតកាលរបស់ខ្ញុំមិនអាចទៅរួចទេនេះមិនមែនជាការចងចាំរបស់ខ្ញុំទេនេះគឺជារបស់តួដែម
គឺជារបស់តួដែនជំងឺបាត់បង់ការចងចាំនៃការបែកបាញ់ជំងឺ stress ក្រៅការប៉ះទង្គិចផ្លេចចិនអ្នកគ្រូពេទ្យខ្ញុំនៅជាភ្លេចមនុស្សម្នាក់ប៉ុន្តែខ្ញុំមិនចាំបំភ្លេចនោះទេការនឹកឡើងវិញនោះគឺឈឺចាប់ណាស់ការបំភ្លេចគឺជាការការពារក្រមស្មារតីចំពោះនាងប៉ុន្តែបើសិនជាមិនមានការឈឺចាំតែយកអ្វីមកវាស់វែងភាពសប្បាយរីករាយទេព្រោះតែការឈឺចាំក៏ជាចំណែកមួយរបស់ខ្ញុំដែរណាគេនៅអញនឹកឃើញឡើងវិញដែរទេក្រុមហ៊ុនខ្សែធនឪពុកម្ដាយលុតពីលើអាគារមិត្តសម្លាញ់ក្បន់គ្រោះថ្នាក់ចរាចរណ៍ការប៉ះទង្គិចដែលគេទទួលបានគឺខ្លាំងពេកហើយមិនអីទេពួកយើងអាចឆ្លាញ់គ្នាឡើងវិញទៀតទេចឹងហើយខ្ញុំមិនមែនឆ្លងចូលសិផានោះទេខ្ញុំក៏មានជំងឺហើយលើកនេះក្រោកឡើងវិញអូននៅអាចភ្លេចបំរងទៀតដែរទេហ៎អូនដឹងខ្លួនហើយបងរកវិនជេជេដែលសាច់ចង់ទៅប្រុសសង្ហាគេងជាមួយគ្នាទេនាងស្គាល់ខ្ញុំដែរទេក៏ចង់គេងជាមួយនឹងខ្ញុំហើយមិនស្គាល់ទេប៉ុន្តែមិត្តភាពគេងជាមួយគ្នាបាននាងភ្ញាក់ហើយឡងគេគឺព្រោះតែពាក្យកុហករបស់បងចំពោះអូនពេលនេះគឺឈឺចាប់ពេកអញ្ចឹងហើយអូនប្រើប្រាស់កាប់បំភ្លេចម្ដងហើយម្ដងទៀតដាក់បងសុំទោសផងសៀវហៅបើសិនជាដឹងថាឯងធ្វើគ្រប់យ៉ាងដើម្បីរកភាពស្អាតស្អំឲ្យក្រុមហ៊ុនសងគ្រប់នោះគេនឹងអាចយកបានណាខ្ញុំមិនចង់បានការអធិស្ឋានទេគឺចង់ឲ្យគេឆាប់ជាឡើងវិញតែប៉ុណ្ណោះសំណាងណាស់ដែលអ្វីគ្រប់យ៉ាងនឹងត្រូវបញ្ចំខ្ញុំប្រកាសជាឲ្យមនុស្សមួយក្រុមនោះសងនឹងសំណងមកវិញខ្ញុំលឺថាអ្នកនាងឈីបានស្លាប់នៅក្រុមហ៊ុនពេលនេះមិនទាន់នឹងខ្លួនឡើងវិញផងថ្ងៃនេះត្រូវការសញ្ញេជាមួយនឹងកណាត់មីស្វាយបើសិនជានយោជិមិនមកការសហការនេះនឹងត្រូវចប់ជាមិនខានសូមចេញហោ
លើកលែងឲ្យខ្ញុំប្រើប្រាស់នេះម្ដងទៀតផងចុះបើចង់បន្ទង់គឺបន្ទោទៅលើនេះដែលជាជាក់គ្រប់យ៉ាងនៅចំពោះមុខគឺជាការពិនរៀបចំយ៉ាងម៉េចហើយខាងនោះបន្ទើបមែនទេត្រៀមមើល accounting នៅកន្លែងសញ្ញាអ្នកដែលទទួលខុសត្រូវក្នុងកិច្ចសហការបែរជាគ្មានវត្តមាននេះពិតជាហួសហេតុមែនហើយនេះជាភាពស្មោះត្រង់របស់ក្រុមហ៊ុនហើយមែនទេនេះយូលាវកុំខាងអីអ្នកនាងជីរបស់ពួកយើងសន្លប់មិនទាន់ដឹងខ្លួននេះយោជីពិតជាមិនអាចចេញមកបានមែនភរិយារបស់គេនោះជាកូនស្រីរបស់ក្រុមហ៊ុនសុងគ្រប់បាននិយាយទៅនយោជិរបស់ពួកនាងគឺពិតជាខ្សែភ្នែកមិនកើតពិតមែននេះយូលាវបើសិនជាប្រដៅកំណត់ផ្សេងទៀតដៃគូសហការផ្សេងទៀតមិនប្រកាសថាមានមនោសញ្ចេតនាដូចជានយោជិរបស់យើងទេអ្នកទទួលខុសត្រូវរបស់រងតានោះក៏មិនអាចបោះបង់ដៃគូសហការសំខាន់ដូចជាពួកយើងបានដែរទៅកំណត់ភរិយារបស់គេដែរសហការជាមួយនឹងរងតារងចាំខ្សែធនទៅនេះយោជិក្រែលោកកំដរអ្នកនាងនោះអីទោះជាមិនចាំសហការជាមួយនឹងនយោលាវក៏មិនចាំបាច់ដាក់បណ្ដាសាឲ្យគេខ្សែធនដែរហេលោកគេនិយាយមកមើលកណាត់មានស្វ័យលើកនេះហេតុអីក៏អាចខ្សែធនអញ្ចឹងនៅពេលដែលរងតាកំពុងធ្វើការហេរ៉ាញ់ប្រទានឲ្យក្រុមហ៊ុនសង្គ្រប់នោះសង្គ្រប់ត្រូវបានទម្លាយថារំលោភសិទ្ធិបតង់នៅក្នុងរយៈពេលមួយយប់គឺការវាយតម្លៃធ្លាក់ចុះមិនប្រមាណកណាត់ពេលដែកមាសជាមួយនឹងក្រុមហ៊ុនដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងរងតានោះបានផលិតយ៉ាងជោគជ័យប៉ុន្តែបរិមាត្រធននឹងអណ្ដាតភ្លើងនិងមេគុណអ៊ីសាឡង់កម្ដៅភ្លើងកណាត់ដែលបន្តរបស់យីហោមាសនិងកណាត់របស់ក្រុមហ៊ុនសងស្ទើរតែគ្រប់គ្នានិយាយលេវលោកប្រកាសជាថារវាងខ្ញុំជាមួយនឹងរងតាតើរើសការសហការជាមួយនឹងរងតាដែរទេឆ្នាំនោះគឺដោយសារតែករណីមួយនេះហើយយើងក៏បានដល់ការសហការជាមួយនឹងក្រុមហ៊ុនសង្គមតាមពិតគឺអញ្ចឹងសោះស្មារតីធំតាមពិតគឺបែបនេះសោះណាមនុស្សធម្មតាតែងតែត្រូវបានបង្វក់ដោយការពិតនៅចំពោះមុខវិញចេអ្នកនឹងជាប់សង្ស័យក្នុងការរំលោភសិទ្ធិសម្រាប់ពាណិជ្ជកម្មទទួលស៊ីសំណងសូមសហការសឹមកេនឈីជាងលលេលបដាក់ខ្ញុំជាងហើយចាត់ទុកថាជាមិនសម្លាញ់ដល់ល្អជាងគេនាងបែរជាប្រាស់គេជារងតាលួចសិទ្ធិបតនរបស់ក្រុមហ៊ុនសង្គ្រោះអ្វីគ្រប់យ៉ាងសុទ្ធតែជាកម្មដែលនាងបានសាងឡើងគឺនាងបានសាងឡើងដោយខ្លួនឯងទេខ្ញុំជាមួយនឹងគេស្គាល់គ្នាតាំងពីនៅសាកលវិទ្យាល័យគេមានរូបរាងស្រស់ស្អាតមានប្រវត្តិគ្រួសារល្អមានមិត្តប្រុសល្អចំណែកខ្ញុំអ្វីក៏គ្មានដែរអញ្ចឹងហើយខ្ញុំនឹងឲ្យជីវិតដ៏ល្អឥតខ្ចោះរបស់គេបញ្ចប់តែដោយភាពសោកសៅបែបនេះទៅចិត្តតែថោះចំពោះខ្ញុំខ្មោចអាយ៉ងគេស្អប់ខ្ញុំតែវាចាំមិនទេគេមិនស្អប់លោកទេមែនទេគេនឹងមិនអធិស្ឋានលោករហូនឈីជាងបានហើយទន្ទឹងរំចាំការសហការរបស់ពួកយើងអាឡូសៀវហត់នឹងខ្លួនហើយខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះអូនដឹងខ្លួនហើយអូននៅចាំបងបានដែរទេចាញ់បងគឺឈីជាងល្អខ្លាំងណាស់សៀវហើយពួកជាលះគ្នាទេសៀវពួកជាលះគ្នាទេ
រឿងទី1ដែលអូនត្រូវធ្វើនៅពេលដែលដឹងខ្លួននោះគឺការលេងលះជាមួយនឹងបងអូនមិនឲ្យបងលេងលះដែលគ្មានទ្រព្យសម្បត្តិនោះទេមនុស្សបងនេះអូនមិនចង់បានលើរបស់បងអូនរត់តែមិនចង់បានរឿងមួយនេះបងអាចបកស្រាយបាននៅក្រៅពេលដែលក្រុមហ៊ុនខ្សែធននោះគឺបងតាមរកអូនរហូតវិនជេជេប្រហែលជាមានអារម្មណ៍ថាអូនកំពុងតែសង្ស័យនាងអញ្ចឹងហើយបានជានាងចូលមកចិត្តបងហើយចង់មកឈឺបងមែនទេឈីជាងបងស្មានថាដោយសារវិនជេជេចង់ក្បត់កឲ្យបងគឺអូនខឹងបងហើយមែនទេអ្វីដែលអូនខឹងគឺពេលដែលអូនត្រូវការបងបំផិនទូរស័ព្ទបងមិនអាចតែចូលនោះទេជាក់ស្ដែងគឺបងអាចប្រាប់អូនថាបងកំពុងតែរវល់អ្វីមិនមែននិយាយពាក្យបងកំពុងតែរវល់ឬអីចិត្តមួយម៉ាត់នោះទេគឺពាក្យកុហករបស់បងបានឲ្យទំនាក់ទំនងរបស់យើងប្រេះឆេងពេលនេះក្រុមហ៊ុនសង្គ្រប់ខ្សែធនប៉ាម៉ាក់ចែកឋានទៅវិនជេជេគឺជាមិត្តរបស់អូនទៀតបងខ្លាចអូនត្រូវរងការវាយប្រហារម្ដងទៀតទោះបីជាក្នុងភ្នែករបស់បងអូនគឺជាមនុស្សទន់ខ្សែក៏អូនមានសិទ្ធិដឹងពីការពិតដែរឈីជាងបងសម្បាំងអ្វីសម្រាប់ចិត្តជំនួសអូនគឺជាមនុស្សចិត្តស្និទ្ធរបស់អូននៅក្រោមស្ថានភាពបែបនេះអូនចង់ឲ្យបងបើកមាត់យ៉ាងម៉េចវិនជេជេជាមិត្តសម្លាញ់របស់អូនប៉ុន្តែគេបានលួចសិទ្ធិបតង់គ្រួសារអូនបងគឺជាមនុស្សដែលអូនស្រឡាញ់ប៉ុន្តែបងបានជាបំផ្លាញការជឿជាក់របស់អូនចំពោះទំនាក់ទំនងមនុស្សដែលអូនស្និទ្ធបំផុនតែបែរជាធ្វើឲ្យអូនឈឺចាប់បំផុនបងសុំទោសប៉ុន្តែជាកំហុសរបស់បងពេលអូនមានរឿងកើតឡើងនោះបងបានស្បត់ថាឲ្យតែអូនអាចដឹកខ្លួនឡើងវិញបងប្រកាសជាមិននិយាយកុហកអូនទៀតទេសៀវហឺជឿជាក់លើបងម្ដងទៀតទៅបានទេប៉ុន្តែអាពាហ៍ពិពាហ៍របស់ពួកយើងមិនមែនជាពាក្យកុហកដែលបងរៀបចំដោយយកចិត្តទុកដាក់តែមែនទេប៉ុន្តែពេលនោះក្រោមស្មារតីរបស់អូនមានតែប្រើប្រាស់ពាក្យកុហកដែលអូនស្អប់ជាងគេទុកអូននៅក្បែរខ្លួនតែប៉ុណ្ណោះអូនដឹងទេក្រោយពេលគ្រោះថ្នាក់ចរាចរណ៍នោះអ្វីដែលបងខ្លាចបំផុតនោះមិនមែនអូនមកភ្លេចបងម្ដងទៀតនោះទេគឺអូនជួបគ្រោះថ្នាក់ម្ដងទៀតពេលដែលបងមើលមិនឃើញដូច្នេះហើយបងពិតជាសោកស្ដាយចំពោះអូនខ្លាំងណាស់រកស្លាប់ហើយមែនទេគ្មានភ្នែកមើលទេអីសុំទោសផងមិនអាចទទួលយកការផ្សងគ្រោះថ្នាក់ដែលបាត់បង់អូនម្ដងទៀតទេទោះបីជាភាគតូចតាចក៏ដោយហើយនៅមានទៀតក្រុមហ៊ុនសង្គ្រប់ខ្សែធនគ្មានប្រាក់គ្រប់គ្រាន់ក្នុងការសងបំណុលបើសិនជាពួកយើងមិនរៀបការទេអូនចង់ឲ្យបងបើកភ្នែកមើលអូនដល់អនាថាតាមផ្លូវឯងអូនសុខចិត្តដើរអនាថាតាមផ្លូវ
តែមួយនេះនឹងក្របឈ្មោះរបស់អូនអ្នកដែលចាក់ចេញនោះគឺគូតបងបងសុំទោសឆ្លោះគ្នាហើយសៀវហឺតបតែនឹកឃើញឡើងវិញមានរឿងជាច្រើនគេមិនអាចទទួលបានភ្លាមទេអាចយល់ពីគេផងណាក្រុមហ៊ុនសង្គ្រោះនៅមានការងារដែលត្រូវបញ្ចប់ខ្លះទៀតខ្ញុំថ្មីនេះមិនអាចត្រឡប់មកវិញទេម៉ាក់ជួយមើលថែសៀវហឺបានល្អផងល្អសាច់រឿងម្ដាយក្មេងអាក្រក់បានបញ្ចប់ទៅហើយគឺដល់ពេលដែលត្រូវយកអាវុធចេញមកហើយសៀវហឺមិនញ៉ាំអីនឹងអាចខូចសុខភាពបានណាស៊ុបមាន់ខ្មៅអើចេហ្វាំងឈីគឺបើឈាមនឹងស្មារតីជាងគេណាបើរំងាប់ពេញមួយព្រឹងភ្លុកបន្តិចទៅណាអរគុណអ្នកមីងខ្ញុំញ៉ាំតែខ្លួនឯងបានល្អអ្នកមីងអរគុណអ្នកមីងដែលបានកំណត់ខ្ញុំលេងអស់រយៈពេលយ៉ាងយូរតាមពិតបើសិនជាខ្ញុំមានសមត្ថភាពក្នុងការពិនិត្យពេលកុហកពិតមែនខ្ញុំក៏ទៅដឹងជាមកហើយអ្នកមីងមិនមែនជាម្ដាយក្មេងអាក្រក់វិញនោះទេការគិតស្រមៃគឺជាចំណាំងផ្លាត់នៃក្តីសង្ឃឹមឯងចាំមានសមត្ថភាពក្នុងការពិនិត្យពាក្យកុហកគឺព្រោះតែឯងចង់បានភាពស្មោះត្រង់ខ្លាំងពេកនិយាយសរុបមកគឺឈីជាបោកប្រាស់ឯងរហូតសៀវហឺបើយកចិត្តទុកដាក់ជាមួយនឹងការពិតនឹងคล้ายគឺតែងតែមើលរំលងភាពស្មោះត្រង់និងសកម្មភាពទាំងអស់នោះពេលដែលឯងមានរឿងឈីជាគឺតែងតែរកមធ្យោបាយស្អាតស្អំឲ្យក្រុមហ៊ុនសងរហូតគេគឺមានវិបដិសារីរហូតមីងមិនមែនជានិយាយជំនួសគេទេណាមីងគ្រាន់តែគិតថាប្រហែលជារបស់ទាំងអស់នេះអាចផ្ដល់ឱកាសឲ្យឯងអាចសម្លឹងមើលទៅមុំឬក៏ពួកឯងមួយបានដែរពួកជើងតើអ្នកអាចមានឱកាសទៀតឬអញថ្ងៃនេះទៅផ្សារទិញផ្កាគឺផ្កាលីលីកាឡាដែលអូនពេញចិត្តទៀតហើយអ្វីដែលអូនចង់បានគឺភាពស្មោះត្រង់មិនត្រូវការការពិសោធន៍ទេអូនសម្លាញ់អូនមើលទៅផ្កាម៉ូតូនេះស្អាតណាស់ទិញឲ្យបងមួយបានទេសុំទោសមួយនេះក៏ស្អាតដែរគឺបងមិនអាចធ្វើតាមតម្រូវការរបស់អូនលោកប្រុសផ្កាលីលីកាឡារបស់លោកអរគុណហើយការរក្សាការចងចាំរបស់មនុស្សពីរនាក់តែម្នាក់ឯងក៏ប្រហែលជាការឈឺចាប់ណាស់មែនដែរទេមានត្រីថ្មីចូលមកក្នុងហាង
តែងតែនៅជាមួយនឹងអូនបងដឹងរឿងដែលត្រូវមានការចងចាំ7វិនាទីនោះគឺជាពាក្យកុហកទេតែបងសង្ឃឹមថាអូនដូចជាត្រីអញ្ចឹងអាចបំភ្លេចការឈឺចាប់ដែលបងផ្ដល់ឲ្យអូនបងខ្លាចអូនដូចជាត្រីបំភ្លេចបងបើសិនជានឹកឃើញហើយមិននឹងអាចបំភ្លេចបានងាយស្រួលទេគ្រូពេទ្យចិត្តសាស្ត្រនិយាយថាសៀវហឺអាចនឹងកើតមានចរិតលក្ខណៈចូលចិត្តសម្ដែងថ្ងៃក្រោយបងត្រូវតែមានភរិយាដែលអ្នកពូកែសម្ដែងម្នាក់មួយរយៈពេលនេះបងតែងតែរកហេតុផលដែលបងធ្វើឲ្យទំនាក់ទំនងពួកយើងគឺមានបញ្ហារហូតសៀវហឺថ្មីនេះបងតែងតែរវល់ធ្វើយ៉ាងម៉េចទៅមានការជឿជាក់ធ្វើយ៉ាងម៉េចទៅអាចស្រឡាញ់បងចាំថាពេលដែលអូនដឹងខ្លួនគឺបងប្រកាសជាមានលទ្ធផលគឺពិតជាមនុស្សល្ងងពិតមែនដំណឹងថ្មីបំផុតរឿងរងតាបានបំផ្លាញមូលធនពាណិជ្ជកម្មដោយការសម្ងាត់របស់ពាណិជ្ជកម្មត្រូវបានស៊ើបច្បាស់លាស់ហើយជនដែលជាប់ពាក់ព័ន្ធនោះត្រូវចាប់ខ្លួនផ្លូវហេតុរ៉ាញ់ប្រទានបើក្រុមហ៊ុនសំគ្រប់នោះត្រូវបានកាត់ឡើងសារជាថ្មីស្ថាបនិកសងជីងហួរត្រូវបានទទួលគ្រប់គ្រងអាជីវកម្មជាផ្លូវការឈប់ចំទីងសំណាងនោះគឺត្រូវបានបងចំអស់ទៅហើយសៀវហឺបងស្មានតែអូនលេងត្រកាបងហើយកុំស្មានតែធ្វើខ្លួនគួរអាណិនអូនលើកលែងទៅឲ្យបងមិនចង់បានការអធិស្ឋានរបស់អូនទេបងគ្រាន់តែចង់នៅក្បែរអូនដើម្បីលុបលាងការសុំទោសអូនមកទទួលបងទៅផ្ទះវិញមែនទេមិនមែនទេមនុស្សជាច្រើនសត្វតានិយាយថានិយាយពេលពិតគឺប្រកាសជាគ្រោះថ្នាក់អញ្ចឹងហើយគឺតែងតែនិយាយពេលកុហកដែលមិនច្បាស់លាស់រហូតប៉ុន្តែពេលពិតទាំងនោះអ្វីដែលសំខាន់មិនមែនលើសម្ដីទេប៉ុន្តែជាចិត្តស្មោះទៅវិញទេពេលដែលអូនបានមើលសម្បត្តិរបស់បងរួញតារាសម្ដែងអូនគឺបានសរសេរសាច់រឿងមួយចាំមើលភាពបញ្ចប់ឬអត់និយាយមុនឲ្យហើយបងចូលចិត្តកញ្ចប់ហ៊ីជាងបើមិនចឹងបងផ្ញើកំបិតទៅអ្នកនិពន្ធហើយអានមកទេជាយាបានយកចិញ្ចៀនគោដែលបានរៀបចំទុកជាយូរមកហើយមកលុតជង្គង់ហើយនិយាយពាក្យសម្បត្តិគឺសំរៀបការដែលបានជំពាក់ទៅកាន់សងជីងហួរឧបករណ៍នោះគឺរៀបចំរួចហើយនិយាយប្រមែនសៀវហឺបងយល់ព្រមប្រកុលភាពស្មោះត្រង់ទាំងអស់របស់បងគឺមិននិយាយពាក្យកុហករហូតគឺមិនក្បត់ជារៀងរហូតស្រឡាញ់អូនជារៀងរហូតអូនយល់ព្រមរៀបការទៅបានទេ
ណាផ្ញើកាំបិតទីរអាន មិនផ្ញើទេ